Ok, số series này tao ní thế ní khi mình video thay mối tẹt tông tên năng biếtในการ configure VPN remote access ដោយប្រើប្រាស់ layer 2 បូកជាមួយនឹង IPsec អូខេសម្រាប់វីដេអូមុនខ្ញុំបានណែនាំអ្នកទាំងអស់គ្នារួចមកហើយតកតងទៅនឹងរបៀបនៃការ configure VPN remote access ដែរប៉ុន្តែយើងប្រើជាលក្ខណៈ PPTP point to point tunneling protocol ដល់ឡែកសម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញតកតងជាមួយនឹងការ configure layer 2 tunneling protocol វិញម្ដងបូកជាមួយនឹង IPsec តើវាមានភាពខុសគ្នាយ៉ាងណារវាង PPTP ជាមួយនឹង layer 2បូកជាមួយនឹង IPsec អូខេមុននឹងចូលទៅដល់ configure VPN remote access ដែលប្រើប្រាស់ layer 2 tunneling protocol បូកជាមួយ IPsec ខ្ញុំសូមធ្វើការ connect ទៅកាន់ VPN របស់ខ្ញុំដែលបាន connect ដែលបានបង្កើតពីមុនសិនពីមុនខ្ញុំបានបង្កើត PPTP ឥឡូវខ្ញុំចង់សួរអ្នកទាំងអស់គ្នាសិនតើវាមានភាពខុសគ្នាយ៉ាងណាអូខេឥឡូវខ្ញុំធ្វើការ connect ទៅកាន់ VPN របស់ខ្ញុំសិន VPN អូខេឥឡូវខ្ញុំ connection VPN ជាប់ហើយខ្ញុំទៅមើលវាតើវាជាប្រភេទ VPN អីគេអូខេ setting អូខេនេះ right click លើវាអ្នកទាំងអស់គ្នាយក status អូខេបន្តមកយក detail ឃើញទេអូខេនៅក្នុងព័ត៌មាននេះវាបញ្ជាក់ថា device name របស់យើងនេះ protocol មួយដែលហៅឈ្មោះថា PPTP ណាហើយ authentication វា MS chip V2 នេះគឺជាព័ត៌មានដែលតកតងទៅនឹងរបៀបនៃការ configure VPN remote access ដោយប្រើប្រាស់ PPTP ណាគឺព័ត៌មានអញ្ចឹងទីទៀតខ្ញុំនឹងធ្វើការ configure VPN remote access ដោយប្រើប្រាស់ layer 2 tunneling protocol វិញម្ដងតើពេលដែលខ្ញុំសូរព័ត៌មាន detail របស់វាតើវាមានភាពខុសគ្នាដូចដេចអំពី PPTP ហើយនិង layer 2 tunneling protocol អូខេឥឡូវខ្ញុំ capture screen នេះទុកមួយសិន screen ដើម្បីយើងធ្វើការ compare វាsave មួយ អូខេឥឡូវយើងបិទវាទៅអូខេឥឡូវយើងចាប់ដើមធ្វើការ configure វាទៅចូលទៅក្នុង Winbox អូខេឥឡូវខ្ញុំមក set ចូលតាមលក្ខណៈ public IP ចូលទៅលុប configuration របស់ VPN remote access ដែលប្រើប្រាស់ PPTP សិនអូខេអូខេឥឡូវខ្ញុំបានមកចូលនៅក្នុងផ្ទាំង interface របស់ Marketech យើងហើយអូខេឥឡូវខ្ញុំចូលទៅលុប configuration មួយចំនួនសិនទៅអូខេអានេះខ្ញុំលុបចោលអូខេលុបចោលអូខេឥឡូវខ្ញុំបានលុប configuration របស់ VPN remote access ដែលប្រើប្រាស់ PPTP រួចហើយអូខេឥឡូវយើងចូលមកមើល step របស់យើងដែលយើងត្រូវធ្វើការ configure ដោយប្រើប្រាស់ layer 2 tunneling protocol វិញម្ដងអូខេជាដំណាក់កាលដំបូង step ទី1យើងចូលទៅ enable VPN server អូខេឥឡូវយើងចូលទៅកាន់ PPP នេះអូខេបន្តមកយើងចូលមកកាន់ layer 2ណាអូខេចូល enable អូខេណាអូខេឥឡូវ step ទី1យើងបានធ្វើរួចហើយយើងចូល step ទី2យើងចូលទៅ create VPN pool នេះ IP VPN pool ដែលយើងបានកំណត់គឺយកប៉ុណ្ណឹងសូមបញ្ជាក់ត្រង់ IP VPN pool នេះពេលដែលយើងមាន connection VPN វានឹងបោះ IP នេះចេញមកណាអូខេឥឡូវយើងចូលទៅកាន់ IP
ជួយ add មកត្រង់ full name យើងដាក់ថា okay layer 2 score full យើងចុះ okay IP address range គេដាក់គេយើងមើលតាម IP ទៅកុំឲ្យវាខុសអូខេ apply អូខេឥឡូវយើងបានបង្កើត step ទី2យើងបាន create VPN pool រួចហើយ step ទី3យើងចូលទៅ create VPN profile អូខេឥឡូវយើងបិទនេះយើងចូលទៅកាន់អូខេ VPP តមកចូលទៅ profile ណាអូខេឥឡូវ create profile ចុចលើនេះមកអូខេនេះ profile name យើងដាក់ឈ្មោះ profile របស់យើងទៅអូខេឥឡូវឧទាហរណ៍ថាយើងដាក់ layer 2 profile ចឹងណាអូខេ local address យើងដាក់ IP របស់ machine Microsoft server របស់យើងទៅ remote address click ទៅវាយើងយកនេះ core ដែលយើងបានបង្កើតអូខេហើយ DNS server នេះយើងដាក់4ដងទៅយើងអាចដាក់ DNS server របស់ ISP ឲ្យយើងក៏បានអញ្ចឹងណាអូខេ supply អូខេ step ទី3យើងបាន create VPN profile រួចហើយចូល step ទី4យើងចូលទៅ create VPN user ដើម្បីឲ្យយើងអាចធ្វើការ connect ទៅកាន់ VPN បានដែលប្រើប្រាស់ username និង password ប៉ុណ្ណឹងដែលយើងបានកំណត់អូខេឥឡូវយើងចូលទៅកាន់នេះ scratch គេបិទនៅទៀតទៅចូល VP នេះចូល like scratch នេះក៏ចូល add អូខេឥឡូវដាក់របស់យើងដាក់ថា ABC password ABC 1 2 3នេះ ABC password ABC 1 2 3អូខេត្រង់ service name នេះត្រង់ service នេះយើងរើសយក layer 2 tunneling protocol មកដោយសារតែយើងដឹងថាយើងកំពុងតែ configure អីគេណាប្លង់កន្លែង any នេះគេថា service ទាំងអស់ដែលមានអីវា random កាលណាវាដឹងចាប់ឃើញអីវាយកហ្នឹងគេឥឡូវយ៉ាងនេះណាកន្លែង profile នេះយើង click វាយើងយកថានេះដែលយើងបានបង្កើត profile នេះមកអូខេដល់មក apply អូខេ step ទី4យើងបាន configure រាល់ហើយចូលដល់ step អូខេ step ទី5គឺជា step ដែលយើងសំខាន់ដែលយើងបូកជាមួយនឹង IP6 encryption អូខេឥឡូវយើងចាប់តាមអ្នកគ្នាចុចទៅលើ IP នេះចូល IP6 អូខេត្រង់កន្លែង P នេះអូខេត្រង់កន្លែង P នេះអូខេនេះគេមើលសិនអីទេអូខេត្រង់កន្លែង P នេះយើងចុច add វាមកអូខេត្រង់កន្លែង secret នេះយើងដាក់ IP របស់វាមកច្រឡំ IP យើងដាក់ password ណាឥឡូវយើងដាក់ password 1 2 3 4 5 6ចឹងចុះណាអូខេបន្ទាប់មកត្រង់កន្លែងនេះយើង select យក NAT traversal នេះអូខេតាក់ត្រង់នឹង hash algorithm វាមានជាប្រភេទ MD5 SAR1 SAR200 54 512ចឹងណាសេចតែអ្នកទាំងអស់គ្នាយកវាទៅហើយក្នុងសម្រាប់ខ្ញុំយក SAR1 ចុះឧទាហរណ៍ហើយ encryption algorithm យើងយក 3 dash ទៅណានេះជាប្រភេទ encryption algorithm ទេណាយក 3 dash ទៅអូខេ
ok này trong cái line generate policy này lấy pro tôi ok trong cái line generate policy này nè tao cái này by default we know là cái chúng cho port override tới nằm ở vì thực cả generate policy ở dùng automatic tới ok là dùng cho apply ok ok bắt đầu bây giờ bạn cầm nọt peer rồi hơi bắt đầu mới dùng cho được lại nè proposal nè proposal by default vì cầm nọt ở dương auto tam đầu này cái xà bón tao mất 3 dash này về này thằng này ai phải card vi tam tại này thằng này trong bàn này này thằng này ai do authorization algorithm giờ là cái undefined của bạn hay cho mọi 3 dash của bạn này này cái lấy nhung apply tao mất ok ok tại tôn nâng step tí 5 nhưng bạn configure rồi hơi nhưng cho đó step tí 6 step tí 6 nhưng nâng thư ca configure VPN remote VPN client làm bởi thư ca remote cho tất cả VPN server bao giờ nữa ok là dương bật đi tới dương cho tới configure VPN client ok lấy dương cho đi ok lấy dương cho tới location tới đưa sao vì miền vì một nó ok ok chúng ta mới dương click từ lờ này sẽ áp new connection network này connect to network flash này còn lấy dương vai public IP bao giờ mở đấy cứ chia mua này vì anh mở dưỡng hiện đại đã tới lại đã vì bên này sinh đã đấy tao create ok topic create nó vì miền này vì bên connection mua vì mình nữa ok là dương cho bạn đại mới cho lại setting đi change setting để tập tới setting đi ok tao mốt click nè vì bên connection nè tao mới dương lại click đối với dương vô property ok trongចំណុចនេះគឺជា public IP ដែលយើងវាយបញ្ចូលរបស់យើងនេះមក ISP ឲ្យយើងហ្នឹងគេត្រង់កន្លែង security នេះ security នេះ click លើកន្លែង security នេះមកតមកនេះថ្ងៃ VPN នេះ by default វា automatic តែដោយសារតែយើងដឹងថាយើងកំពុង configure VPN ដែលប្រើប្រាស់ protocol អីគេនេះអូខេឥឡូវយើងនេះយើងប្រើ layer 2 tunneling protocol ជាមួយ IPsec នេះយើងយកហ្នឹងមកអូខេតមកជួយលើ advanced setting នេះតមក click ឡើង you press key នេះមកនេះកន្លែង key នេះគឺជា key ដែលយើងបានដាក់មុនហ្នឹងនេះកន្លែងIPsec IPsec តមក peer នេះ key នេះយើងដាក់ key នឹងបញ្ចូលមកឲ្យ match ជាមួយនឹង key នៅក្នុង IPsec peer នេះមកអូខេ key ដាក់មក key ខ្ញុំបាច់ដាក់1 2 3 4 5 6ណាតមកអូខេអូខេឥឡូវជាមួយខ្ញុំធ្វើការ connection VPN តើវាមានពាក្យខុសគ្នាអីគេគេឥឡូវ file អូខេឥឡូវខ្ញុំចាប់ដើម connection VPN យើងអាច connect តាមនេះក៏បាន connect តាមនេះក៏បានដែរណាអូខេតែចិត្តឥឡូវយកនេះចុះអូខេឡើយនេះយើងវាយអូខេនេះ username ដែលយើងបានបង្កើតនេះទៀត ABC 1 2 3 នៅពេលដែលយើង connection ជោគជ័យវានឹងបង្ហាញនេះគេ layer 2 tunneling protocol ABC នេះ authentication ហើយ connected ណា
thì bây giờ connectedឃើញទេ VPN connected layer 2 tunneling protocol អូខេឥឡូវដល់ពេលដែលវាយើង connect ជោគជ័យហើយបន្ទាប់មកយើងចូលទៅមើលវាតើវាមានភាពខុសគ្នាអីគេផ្លែក detail វាអូខេ right click your status ផ្លែក detail នេះឃើញទេ detail អូខេបន្ទាប់មកយើងយក detail របស់ PPTP មក compare ឃើញទេយើងមើលឃើញទេនេះ device name គេប្រើពីមុនយើងប្រើ PPTP ឥឡូវ layer 2 tunneling protocol ប្រភេទជា VPN authentication វា MS ដូចគ្នា compression អត់មានទេប៉ុន្តែកន្លែង VPN របស់យើងនេះយើងប្រើ encryption ឃើញពី time option មួយទៀត IP6 ESP 3 dash ឃើញទេអញ្ចឹងវា encrypt វាបូកជាមួយនឹង IP6 មួយទៀតអញ្ចឹងវា secure ជាងអា VPN PPTP ទៀតណាវាកាន់តែ secure ទៀតដោយសារតែវា encryption វាបូកជាមួយនឹង IP6 បន្ថែមទៀតអញ្ចឹងនេះគឺជាអត្ថប្រយោជន៍នៃការ configure layer 2 tunneling protocol បូកជាមួយ IP6 ឃើញទេនេះវា secure ជាងអានេះទៀតឃើញទេអូខេឥឡូវយើងបន្ទាប់ពីយើងមាន connection ហើយខ្ញុំសាក់ access អូខេឥឡូវខ្ញុំបិទអានេះចេញអូខេបើកវាបម្ដងទៀតខ្ញុំ access local IP ម្ដងតើវាចូលអត់អូខេឃើញទេចូលមុននោះខ្ញុំ access តាមរយៈកន្លះ public IP ឥឡូវខ្ញុំប្រើដល់ពេលដែលមាន connection VPN ទៅវា secure ហើយយើងអាច access តាមលក្ខណៈ IP local បានឃើញទេ IP local នេះ IP local របស់ខ្ញុំវាមាន interface របស់យើងវាមាននេះខ្ញុំ access ចូលតាម IP នេះអូខេ IP address នេះ IP នេះបោះ wireless នេះអូខេមានតែប៉ុណ្្នឹងទេវីដេអូដែលតាក់ទងទៅនឹងរបៀបនៃការ configure VPN remote access ដែលប្រើប្រាស់ layer 2 tunneling protocol បូកជាមួយ IP6 ចប់តែប៉ុណ្្នឹងហើយសូមអរគុណដែលបានទស្សនាវីដេអូនេះជួយ subscribe វីដេអូក៏ដូចជា like ហើយនឹង subscribe my channel ផងដែរអូខេសូមអរគុណច្រើនmy channel របស់ខ្ញុំគឺ Cisco Khmer Learning សម្រាប់ Facebook Cisco Khmer Group អូខេសូមអរគុណ